ជំរាបសួរបងប្អូនឥឡូវផ្កាក្តាប់ផ្កាអាមេរិកចាផ្កាក្តាប់ផ្ទះខ្ញុំមានពីរពណ៌ក្រហមហើយផ្កាឈូកហើយនឹងអូខ្លួនផ្កាក្តាប់នឹងដើមយូរហើយដើមតាំងពីគ្រួសារខ្ញុំនិយាយតាំងពីនិយាយទៅដូចធ្វើផ្ទះនឹងភ្លៀងដាំវាគាត់ប្រាប់ថាបញ្ជួងសេផ្កាក្តាប់ពីមុនដល់ពេលឥឡូវវាងាប់នៅសតពីដើមណានិយាយទៅផ្ទះខ្ញុំផ្កាគ្រប់គឺថាខែណាផ្កាអីគឺមានដូចនេះដូចផ្ការដូវក្តៅវាចេញមកគឺផ្កាមួយនោះយកបោះគ្រាប់ដល់ពេលបន្ទាប់មកទៀតឥឡូវពួកអស់ហ្នឹងវាចេញផ្កាអស់រួចរាល់ហើយយើងបោចចោលយើងដាំថ្មីម្ដាយក្មេកខ្ញុំគាត់ទិញខ្ញុំមកដាក់ដាំចាំខ្ញុំនិយាយថាតែខ្ញុំនោះផ្កាគ្រប់រដូវចេញពីមួយចូលមួយចេញពីមួយចូលមួយផ្កាក្លាពណ៌